មកគ្នាយើងអ្នកខ្លះដែលនៅជប៉ុនដែលចង់ឆែកទឹកលុយមើលនៅក្នុងកាតរបស់យើងហើយត្រូវការប្រើសៀវភៅក៏ដូចជាប្រើអឺកាតយឺចូលណាហ្នឹងហើយមកមកឆែកមើលជាមួយខ្ញុំអ្នកគ្នាថាតើយើងចង់ដឹងទឹកលុយយើងសល់ប៉ុន្មានអញ្ចឹងណាដោយសារយើងអត់ចង់ដកចឹងអីចឹងយើងអាចឆែកតាមរបៀបហ្នឹងបានហើយការបង្ហាញរបស់ខ្ញុំនេះគឺខ្ញុំប្រើដំបូងខ្ញុំបង្ហាញដល់គ្នាដោយការប្រើសៀវភៅណាសៀវភៅយឺចូលមកអញ្ចឹងទៅតាមដានមួយខ្ញុំអ្នកគ្នាអញ្ចឹងជាដំបូងឡើយបងប្អូនទាំងគ្នាមកដល់ធនាគារ Yucho ណាអញ្ចឹងបងប្អូនចុចនៅខាងឆ្វេងដៃកឡោនទី2ហ្នឹងហើយបន្ទាប់ចុចមកបងប្អូនដាក់សៀវភៅយើងចូលទៅយើងបើកទំព័រណាក៏បានដែលយើងអត់ទាន់បានឆែកមើលបន្ទាប់ពីយើងដាក់ចូលទៅយើងរងចាំបន្តិចវានឹងឆែកឲ្យយើងអញ្ចឹងសម្រាប់ការឆែកនេះរាល់អស់គ្នាបើកលុយបើកអីបើសិនជាបើកពីក្រុមហ៊ុនយើងចូលកាតយើងអាហ្នឹងវានឹងលោតឲ្យនឹងឃើញទឹកលុយចំនួនប៉ុន្មានទាំងអស់ដូចគ្នាហើយសម្រាប់ការឆែករបៀបកាតណាកាតយឺចូលអានេះខ្ញុំប្រើខ្ញុំប្រាប់របៀបធ្វើសម្រាប់កាតយើងឆែកដូចគ្នាប៉ុន្តែយើងចុចខាងស្ដាំអញ្ចឹងសម្រាប់កាតយើងចុចខាងស្ដាំដៃហើយយើងចុចកឡោនទី2ដូចគ្នាណាអឺគឺយើងឆែកចំនួនទឹកលុយអញ្ចឹងនេះគឺរួចរាល់ហើយបងប្អូនទាំងគ្នាអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរសម្រាប់គ្នាយើងដែលចង់ឆែកទឹកលុយអត់ចង់ដកចង់អីចឹងអាចឆែកតាមរបៀបហ្នឹងបានហើយអរគុណសម្រាប់ការមើលតជួបគ្នានៅវីដេអូក្រោយអរគុណ